មកទៀតហើយមកទៅហើយទាំងអស់គ្នានេះគឺថាម៉ួយសំខាន់គឺម៉ួយប្រចាំកន្លែងខ្ញុំតែម្ដងបាទគាត់កាត់ផ្សាយយើងគិតមើលទៅគិតទៅគាត់ប្រហែលជាខ្ទង់2 ឆ្នាំគាត់មកកាត់កន្លែងខ្ញុំរហូតប្រចាំបងប្អូនអរគុណច្រើនអរគុណគាត់ច្រើនគាត់មកតែមកទទួលសេវាកម្មកាត់សក់លាបពណ៌សក់អីហ្នឹងជួនកាលមករឿងជប់ជ្រៅដាក់មកកំប៉ុងពីរកំប៉ុងជាមួយគ្នាដែរណានឹងឥឡូវអត់ដែរបានធាត់ពីសកម្មភាពកាត់សក់ឲ្យគាត់ឡើយវគ្គនេះគឺយើងធាត់ពីសកម្មភាពកាត់សក់ផ្ទាល់តែរឿងយូរនាទីតិចមេបងប្អូនទាំងអស់គ្នាយើងកាត់ថតវីដេអូរឿងវែងដែរ10 នាទីដែរខ្ញុំអត់ដឹងនិយាយអីទេមេបងប្អូនទាំងអស់គ្នាអត់ទៅបកកាយនិយាយដែរបាទមានអីទេមានអីក្រៅពីអរគុណច្រើនដែលតែជួយគ្រប់គ្រងអត់តនៅកន្លែងខ្ញុំបាទមានបងប្អូនណាត្រូវការកាត់សក់អីលាបថ្នាំសក់អីអាចមកទទួលសេវាកម្មនៅកន្លែងខ្ញុំបានបាទទីតាំងយើងនៅព្រៃទាយើងចិត្តរៀងចេញពីការ៉ាសាំងភីធីមកយើងមកផ្លូវខាងជឿអមអាយវិញមកតាមរោងចក្រសាន់ស្កាយមកហួសរោងចក្រសាន់ស្កាយមកត្រង់មកមុខទៀតមកហើយខ្ទង់500 ម៉ែត្រមានផ្លូវកោងផ្លូវ8/3ខាងស្ដាំយើងទៅជឿអមអាយហើយយើងមកផ្លូវបតង់ខាងឆ្វេងមកខាងកន្លែងកាត់សក់ខ្ញុំបាទយើងបាត់ឆ្វេងប្រហែលជាខ្ទង់10 ម៉ែត្រអីហ្នឹងគឺដល់ខាងស្ដាំដៃតែម្ដងបាទមានតែមួយទេខាងស្ដាំដៃតែម្ដងនៅឈ្មោះសុភ័ក្រកាត់សក់បាទមានអ្នកត្រូវការទទួលសេវាកម្មអីអាចមកបានបាទបងប្អូនមួយណាអញ្ជើញមកបាទអត់ទៅបកកាយនិយាយអត់ដឹងនិយាយអីខ្ញុំអត់លទ្ធផលទាំងអស់គ្នាចុះឥឡូវយើងចាំអត់លទ្ធផលតែម្ដងព្រោះអត់ទៅបកកាយនិយាយដែរអត់ដឹងនិយាយអីទេវិញ
ឥឡូវនេះគឺថាសក់យើងគឺហើយយើងចាប់ដើមបិទបន្តិចមកឥឡូវគាត់កំងឲ្យយើងច្រឹបពុកមាត់នៅផ្នែកខាងក្រោមឲ្យខ្លីដើម្បីកុំឲ្យចូលមាត់ច្រឹបបន្តិចមកឲ្យចេញស្អាតតិចមកមែនតើគឺមកសក់នេះគឺសមនឹងគាត់ហ្មងគឺសមនឹងពោសក់សមទាំងមុខមកតែម្ដងបាទនេះគឺលទ្ធផលដែលយើងហើយបាទនេះបានប៉ុណ្ណឹងនេះបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងឯងប៉ុណ្ណឹងរឿងយប់ជ្រៅតិចម៉ោង9ជាងហើយទាំងអស់គ្នាអរគុណសម្រាប់វីដេអូនេះជួយគ្រប់គ្រងចូលមើលទាំងអស់គ្នាបាទអរគុណច្រើន